នៃរវាងប្រទេសថៃនិងប្រទេសខ្មែរគឺកាន់តែតានតឹងទៀតហើយរឿងរបស់យើងគឺចាប់ផ្ដើមតាំងពីការប៉ះទង្គិចនៅព្រំដែនដែលខ្ញុំបានគិតថាវានឹងចាប់ផ្ដើមរីកចម្រើនបន្តិចហើយនៅពេលដែលគេបានចាប់ដៃគ្នាអញ្ចឹងប៉ុន្តែតាំងពីខាងថៃក៏បានបិទច្រកព្រំដែនហើយបន្ទាប់មកគម្រាមថៃនឹងផ្ដាច់ភ្លើងហើយនឹងអ៊ីនធឺណិតដែលលក់មកប្រទេសកម្ពុជាយើងថ្ងៃនេះប្រទេសកម្ពុជាយើងគឺផ្ដាច់ការប្រើអ៊ីនធឺណិតទាំងអស់តែម្ដងពីប្រទេសថៃហើយថែមពីនឹងទៀតគឺឈប់ចាក់បញ្ចាំងរឿងថៃទាំងអស់នៅក្នុងប្រទេសយើងទីកៅអីមកអង្គុយចោះថ្ងៃនេះគឺយើងមានរឿងធ្វើវែកញែកហើយការវិលត្រឡប់នៃការវែកញែកនេះគឺថាខ្ញុំចង់និយាយអំពីរឿងមួយដែលផ្ដោតជាផលប្រយោជន៍ទៅប្រទេសយើងដែរផងអ្នកទាំងអស់នេះប្រហែលជាបានឮអំពីករណីប៉ះទង្គិចគ្នារវាងប្រទេសខ្មែរនិងប្រទេសថៃនៅព្រំដែនស្រាប់ហើយដែលបណ្ដាលឲ្យទាហានកម្ពុជាយើងម្នាក់គាត់បានទទួលមរណភាពដោយសារទាហានរបស់ប្រទេសថៃបានបាញ់មកលើខាងយើងខ្ញុំបានស្រាវជ្រាវច្រើនខាងមែនទែនទៅលើខ្សែព័ត៌មានទាំងប្រទេសខ្មែរយើងហើយទាំងប្រទេសថៃហើយនិងស្ថានីយ៍ព័ត៌មានប្រទេសផ្សេងៗទៀតដែលខ្ញុំនឹងសម្រាប់ជិះខ្លាំងមែនទែនបើអ្នកទាំងអស់គ្នាជួយ share ទៅលើវីដេអូនេះមួយដើម្បីឲ្យប្រជាជនខ្មែរយើងផ្សេងៗទៀតពួកគាត់អាចដឹងឮអំពីរឿងនៃកំពុងតែកើតឡើងរវាងប្រទេសខ្មែរយើងហើយនិងប្រទេសថៃឬក៏ចុច follow ដើម្បីតាមដានព័ត៌មានបន្តទៀតចាប់ផ្ដើមដំបូងនៃការប៉ះទង្គិចនៅព្រំដែនដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់នោះគឺថាខាងខ្មែរយើងបាននិយាយថាខាងទាហានប្រទេសថៃបានបាញ់មកលើយើងមុនប៉ុន្តែសម្រាប់ប្រជាជនប្រទេសថៃដែលក៏បានអានសារព័ត៌មានរបស់ប្រទេសថៃហ្នឹងគឺខាងគេបាននិយាយថាខ្មែរយើងជាអ្នកបាញ់ទៅគេមុនវិញនៅគឺថានៅលើដីសង្គ្រាមនេះគឺថាយើងពិបាកដឹងណាស់ថាខាងណាបាញ់មុនខាងណាបាញ់ក្រោយប៉ុន្តែគឺថាប្រទេសទាំងសងខាងទាំងប្រទេសខ្មែរទាំងប្រទេសថៃបានយល់សពជាមួយគ្នាថានឹងចូលរួមដោះស្រាយបញ្ហាមួយហ្នឹង peacefully ឬក៏គេនិយាយថាដោយសន្តិវិធីព្រោះមានខាងណាចង់បានសង្គ្រាមទេនៅខាងថៃគេចង់ដោះស្រាយបញ្ហាព្រំដែននឹងមួយប្រទេសយើងដែលអ្វីដែលគេហៅថា JBC ឬក៏ឈ្មោះពេញ Joint Boundary Commission ដែល JBC នេះគឺថាជាគណៈកម្មការមួយដែលគេដោះស្រាយបញ្ហារវាងពីរប្រទេសផ្ទាល់ប្រទេសខ្មែរប្រទេសថៃហ្នឹងអញ្ចឹងការដោះស្រាយមួយហ្នឹងគឺថារវាងតែពីរប្រទេសហ្នឹងទេអត់មានចូលរួមដោយអ្នកគេផ្សេងអីអញ្ចឹងទេនៅបញ្ហាធំមួយជាមួយ JBC នោះគឺថាសារវិជ្ជាការដោះស្រាយមួយរវាងខាងយើងនិងខាងថៃតែពីរនាក់ហ្នឹងគឺវាពិបាកទទួលបានការសម្រេចចិត្តចុងក្រោយហើយនិយាយទៅគឺថាបញ្ហាព្រំដែននេះគឺវាយូរយារមកហើយនៅតែដោះស្រាយអត់ចេញតែដោយសាររឿងហ្នឹងបង្កឲ្យមានការបាត់បង់ជីវិតនៅព្រំដែនហ្នឹងអញ្ចឹងប្រទេសខ្មែរយើងគឺថាចង់លើកបញ្ហាព្រំដែនហ្នឹងទៅ ICJ ដែលជា The International Court of Justice អញ្ចឹង ICJ ហ្នឹងគឺថាជាតុលាការអន្តរជាតិតែម្ដងដែលវាជាតុលាការរបស់ UN ក៏ United Nations ហើយ United Nations ហ្នឹងគឺថាមាន member រហូតដល់193ប្រទេសតែបញ្ហាយើងត្រូវដោះស្រាយនៅ ICJ ហ្នឹងគឺមានប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីហើយនិងតំបន់មុំបីនៅខាងថៃគឺថា no ខ្ញុំអត់ចង់ទៅ ICJ ទេចង់ដោះស្រាយបញ្ហាមួយហ្នឹងតែពីរអ្នកយើងបានហើយមកយើងក៏ថាមិនអញ្ចឹងបើដោះស្រាយបញ្ហាហ្នឹងជាមួយនឹង ICJ ទៅវាល្អជាងដោយសារការមុនការកាត់ដីប្រាសាទព្រះវិហារហ្នឹងក៏ដោយសារ ICJ ហ្នឹងដែរដែលចុងក្រោយ ICJ ក៏បានអះអាងថាព្រះវិហារហ្នឹងគឺរបស់ប្រទេសខ្មែរយើងហ្នឹងដល់បើយើងគិតទៅខាងថៃក៏ឆ្លាតដែរក៏អត់ចង់ទៅ ICJ អញ្ចឹងដោយសារបើយើងមើលទៅតាមករណីព្រះវិហារហ្នឹងហើយយើងទៅ ICJ ដោយសាររឿងបញ្ហាព្រំដែនហ្នឹងមួយទៀតគេប្រហែលជាខ្លាចខាង ICJ ហ្នឹងកាត់ដីហ្នឹងឲ្យប្រទេសខ្មែរយើងថែមទៀតព្រោះក្នុងករណីដែល ICJ ពួកគាត់សម្រេចចិត្តទៅលើអាហ្នឹងហើយតាមច្បាប់អន្តរជាតិគឺថាប្រទេសទាំងសងខាងត្រូវទទួលស្គាល់ការសម្រេចចិត្តមួយហ្នឹងខ្ញុំជឿជាក់ខ្លាំងមែនទែនទៅលើប្រទេសកម្ពុជាយើងដោយសារប្រទេសថៃលើគឺថាខំប្រឹងកិច្ច ICJ ខ្លាំងមែនទែនព្រោះប្រទេសខ្ញុំគិតបើយើងជាអ្នកត្រូវមែនណាហេតុអីបើយើងខ្លាចតុលាការអន្តរជាតិបើយើងជាអ្នកត្រូវហើយយើងមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាយើងត្រូវអត់មានហេតុផលអីដែលត្រូវខ្លាច ICJ ហ្នឹងទេតាមមកដល់សប្តាហ៍ហ្នឹងគឺថាប្រទេសថៃអត់យកព្រមទៅ ICJ ទេអញ្ចឹងដោយសារមានបញ្ហាមួយហ្នឹងគឺថាមានការតានតឹងដោយសុកខាងថៃទៅបិទច្រកព្រំដែនអីអញ្ចឹងហើយគម្រាមថៃនឹងចុះបដោភ្លើងអគ្គិសនីហើយនឹងអ៊ីនធឺណិតមកដល់ប្រទេសខ្មែរយើងនៅសម្រាប់ប្រទេសយើងគឺថាមានការសម្រេចចិត្តអីមួយគឺថាវាស្រស់គ្នាតែម្ដងប៉ុន្តែសម្រាប់ប្រទេសថៃគឺថាករណីមិនអញ្ចឹងទេឧទាហរណ៍ដូចជាការបិទច្រកព្រំដែនហ្នឹងគឺថាមិនមែនគេបិទដោយសារមានបទបញ្ជាមកពីខាងលើអីអញ្ចឹងណាគឺខាងក្រមយោធាខាងក្រមកងទ័ព military ហ្នឹងរបស់ប្រទេសថៃហ្នឹងពួកគាត់ได้សម្រេចចិត្តបិទខ្លួនឯងតាមអ្វីដែលគេហៅថា martial law ដែល martial law គឺជាសិទ្ធិរបស់យោធាខាងកងទ័ពអីហ្នឹងដែលអាចឲ្យខាងទាហានហ្នឹងគឺថាធ្វើជាអ្នកគ្រប់គ្រងតែម្ដងហើយយើងអាចឃើញការមិនសូវស្របគ្នាទៀតនៅប្រទេសថៃហ្នឹងនៅពេលដែលពួកគាត់និយាយអំពីការកាត់ផ្ដាច់ភ្លើងអគ្គិសនីហើយនិងអ៊ីនធឺណិតរបស់ប្រទេសខ្មែរយើងហ្នឹងតែនេះសារព័ត៌មានថៃគាត់ផុសមកតែម្ដងដែលគេបានបង្ហាញថានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃហ្នឹងក៏បាននិយាយថាខាងប្រទេសថៃគឺអត់មានរកកាត់អគ្គិសនីមកប្រទេសខ្មែរយើងអីអញ្ចឹងទេហើយកម្ពុជាប្រទេសកម្ពុជាយើងហ្នឹងគឺយកច្រឡំប៉ុន្តែបន្ទាប់ពីនឹងភ្លាម Interior Minister អនុทิនច័ន្ទវិរាគុលខ្ញុំគិតថាជានាយករដ្ឋមន្ត្រីរបស់ក្រសួងហាផ្ទៃគាត់បាននិយាយថានយោបាយរបស់ប្រទេសថៃគឺត្រៀមកាត់អគ្គិសនីមកតំបន់ព្រំដែននៅប្រទេសកម្ពុជាយើងអញ្ចឹងឥឡូវស្ដាប់មួយណាច្បាស់ហើយខាងសារព័ត៌មានថៃពីលើនឹងមកទៀតគាត់និយាយថា Can they make up their mind and stop the tit for tat spiral that is harming both Thailand and Cambodia please ដែលនិយាយថានយោបាយប្រទេសថៃហ្នឹងគឺសម្រាប់ចិត្តឲ្យច្បាស់ផងព្រោះបើម្ដងឆ្វេងម្ដងស្ដាំជើងថាវាប៉ះពាល់ទាំងប្រទេសថៃហើយនិងប្រទេសខ្មែរណាមកដល់ឥឡូវនេះគឺថាស្ថានភាពមិនទាន់រីកចម្រើនអីទេយប់មិញនេះគឺថាខាងប្រទេសខ្មែរយើងបានកាត់ផ្ដាច់ទាំងអស់តែម្ដងទៅលើការប្រើអ៊ីនធឺណិតរបស់ប្រទេសថៃហើយក៏យើងបានប្រកាសឈប់ចាក់បញ្ចាំងរឿងថៃទាំងអស់ទាំងនៅរោងកុនហើយនិងខ្សែទូរទស្សន៍ដែលខ្ញុំសូមរំលឹកដល់អ្នកនរគឺថាកុំបញ្ចេញការខឹងការស្អប់អីទៅលើជនជាតិថៃព្រោះនៅក្នុងប្រទេសតែមានពួកក្រុមជ្រុលនិយមដែលសម្ដេចបានមានប្រសាសន៍ថាជាក្រុមជ្រុលនិយមក្រុម extremist ហ្នឹងណាប៉ុន្តែក៏វាជាឱកាសល្អមួយសម្រាប់ប្រជាជនខ្មែរយើងចូលរួមគាំទ្រ support បងនៅតាមព្រំដែនឯហ្នឹងដែលពួកគាត់ខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីការពារប្រទេសយើងតែក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបក៏អំពាវនាវដល់ប្រជាជនវ័យក្មេងយុវជនយុវនារីខ្មែរនៅគ្រប់ទិសទីចូលមកមានការតា
តាមដានដោយយកចិត្តទុកដាក់ការចូលរួមដល់នៃកម្លាំងចិត្តនិងជំនឿទុកចិត្តនិងការចូលរួមនៃភាពកក់ក្ដៅជូនទៅដល់រាជរដ្ឋាភិបាលជាពិសេសសម្ដេចមហាបវរសម្ដេចក៏ដូចជាកងកម្លាំងបដាអាវុធរបស់យើងនៅទូទាំងប្រទេសការយកចិត្តទុកដាក់ការតាមដានការបញ្ចេញសារនិងសម្លេងរបស់យើង ខ្ញុំគិតថាស្ថានភាពមួយនេះគឺថាប្រទេសខ្មែរយើងចូលរួមជុំគ្នាល្អខ្លាំងមែនទែនខ្ញុំបើក Facebook ដំណងថាមានខ្មែរ share ជាច្រើនទៅលើបញ្ហាព្រំដែនហ្នឹងតែសូម្បីតែប្រទេសគេក៏និយាយថាខ្មែរយើងឥឡូវស្រស់គ្នាខ្លាំងមែនទែនដែរ ក្នុងពេលនេះនឹងជាបន្តទៅមុខគឺជាចំណុចដែលមានសារៈសំខាន់ដើម្បីយើងចូលរួមសម្ដែងដោយសកម្មដោយបរិយាសកម្មហើយជាប្រចាំតែក្នុងអ្វីដែលដេជោហៅថាខឿនការពារជាតិនៃប្រជាជនរបស់យើងនឹងឆ្លងកាត់គ្រប់កលៈទេសៈគ្រប់បញ្ហាប្រឈមគ្រប់វិបត្តិក្នុងករណីដែលមានការកើតឡើងជាយថាហេតុក្នុងនាមជាប្រជាជាតិខ្មែរតែយើងត្រូវតែរួបរวมឆ្លងកាត់ហើយតែយើងរួបរวมហើយគឺយើងនឹងឆ្លងកាត់គ្រប់រាល់វិបត្តិទាំងអស់ដោយជោគជ័យ និយាយទៅថាសម្លេងរបស់យើងជាប្រជាជនខ្មែរក៏សំខាន់ខ្លាំងដែរដែលសារព័ត៌មានថៃក៏ថាធំខ្លាំងមែនទែនដល់ថ្នាក់អន្តរជាតិអីអញ្ចឹងក៏ថាបានដែរអញ្ចឹងក៏ថាយើងជាប្រជាជនខ្មែរក៏ត្រូវនិយាយបានលឺខ្លាំងដែរអញ្ចឹងទៅក៏ថាអន្តរជាតិខាងប្រទេសផ្សេងមើលមកលើបញ្ហាហ្នឹងមិនមែនលឺតែខាងថៃគេអះអាងនេះអះអាងនោះទេប៉ុន្តែក៏លឺយើងទៅបញ្យោប្រាប់គេវិញដែរនិយាយសរុបមកក៏ថាខ្ញុំអត់ចង់ឃើញសង្គ្រាមអីអញ្ចឹងទេវាអត់មានផលប្រយោជន៍អីសោះតែម្ដងទៅទាំងសងខាងខ្ញុំសង្ឃឹមខ្លាំងមែនទែនដែលប្រទេសយើងប្រទេសថៃអាចដោះស្រាយបញ្ហាមួយនេះដោយមិនមានអំពើហិង្សាហើយការស្អប់គ្នាទៅវិញទៅមកទៀតមានប៉ុណ្្នឹងទេ Bye bye see you